ជួយឲ្យប្រជាជនគាត់មានចំណូលកាត់បន្ថយបំណុលបានបង្កើនប្រាក់ចំណូលហើយប្រាក់សន្សំនៅក្នុងហៅប៉ៅរបស់គាត់តើការផលិតផលក្នុងស្រុកនឹងបានរួមចំណែកអ្វីខ្លះផ្ដល់ភាពងាយស្រួលដល់ប្រជាជនក្នុងមូលដ្ឋានបានចូលរួមចំណែកយ៉ាងច្រើនទៅដល់សហគមន៍មូលដ្ឋាននឹងរួមចំណែកបែបម៉េចទី1នោះគឺរួមចំណែកទៅដល់ការសម្រួលផ្នែកសេដ្ឋកិច្ចរបស់សហគមន៍មូលដ្ឋានសិប្បកម្មឬក៏រោងចក្រហ្នឹងឬក៏សហគ្រាសហ្នឹងគាត់បានទៅចងក្រងប្រជាជនមូលដ្ឋានហ្នឹងឲ្យទៅជាសហគមន៍ដើម្បីអីដើម្បីឲ្យពួកគាត់ហ្នឹងបង្កើនលទ្ធភាពដាំដុះផលិតផលកសិកម្មរបស់គាត់ហ្នឹងដើម្បីផ្គត់ផ្គង់មកសិប្បកម្មឬក៏សហគ្រាសដែលគាត់បានបញ្ជាទិញផលិតផលកសិផលហ្នឹងទៅតាមតម្រូវការនៃការផលិតទីហោដូចជាស្លឹកគ្រៃអញ្ចឹងស្លឹកគ្រៃពីមុនសហគមន៍មូលដ្ឋានបានប្រជាជនមូលដ្ឋាននៅតាមតំបន់មួយចំនួននៅក្នុងបណ្ដាខេត្តនៃព្រះរាជាណាចក្រកម្ពុជារបស់យើងដែលមិនទាន់បានចងក្រងទៅជាសហគមន៍ជាទូទៅការដាំដុះរបស់ពួកគាត់គឺគ្រាន់តែដើម្បីផ្គត់ផ្គង់មកតម្រូវការទីផ្សារផ្នែកចំណីអាហារប៉ុន្តែពេលនេះមានសិប្បកម្មឬក៏សហគ្រាសជាច្រើនបានសម្លឹងមើលពីអត្ថប្រយោជន៍ស្លឹកគ្រៃដោយសារអីស្លឹកគ្រៃអាចចម្រាញ់ទៅជាប្រេងបានម្ចាស់សិប្បកម្មនិងសហគ្រាសហ្នឹងគាត់បានសម្រាប់ជ្រើសរើសវត្ថុធាតុដើមដ៏សំខាន់របស់ពួកគាត់ហ្នឹងគឺស្លឹកគ្រៃប្រេងស្លឹកគ្រៃហ្នឹងដើម្បីយកទៅផលិតទៅជាផលិតផលសម្រាប់របស់ពួកគាត់អាចយកប្រេងស្លឹកគ្រៃហ្នឹងយកទៅផលិតទៅជាប្រេងកាឡាគាត់អាចយកផលិតទៅជាប្រេងខ្យល់ឬក៏បំពង់ហឺតអាចយកផលិតទៅជាសាប៊ូអាចយកផលិតទៅជាផលិតផលប្រើប្រាស់ជាច្រើនទៀតនៅក្នុងទីផ្សាររបស់យើងនឹងបានន័យថាផលិតផលទាំងអស់ហ្នឹងវាជួយរួមចំណែកទៅដល់ចំណូលរបស់ប្រជាជនប្រចាំថ្ងៃពីមុនខ្ញុំឧបមាថាគាត់ធ្លាប់លក់គល់ស្លឹកគ្រៃបានតែ10គីឡូឬក៏30-40គីឡូប្រចាំថ្ងៃប៉ុន្តែនៅពេលដែលមានសិប្បកម្មឬក៏សហគ្រាសគាត់ទៅបញ្ជាទិញវត្ថុធាតុដើមហ្នឹងធ្វើឲ្យការដាំដុះរបស់គាត់កើនឡើងលទ្ធភាពនៃការលក់ចេញរបស់គាត់កាន់តែកើនមានន័យថាគាត់ចាប់ដើមញែកគល់គាត់លក់មកទីផ្សារស្លឹកគាត់យកទៅចម្រាញ់ទៅជាប្រេងហើយមានតម្លៃខ្ពស់ជាងគល់ហ្នឹងលក់ទៅឲ្យសិប្បកម្មឬក៏សហគ្រាសអញ្ចឹងកន្លែងហ្នឹងឯងដែលជួយសម្រួលទៅដល់ជីវភាពរបស់គាត់នៅក្នុងមូលដ្ឋានប្រជាជនណាផលិតផលខ្មែរនៅក្នុងស្រុកត្បិតតែមានតម្លៃរៀងខ្ពស់ជាងខុសត្រូវគ្នា100-200រៀលនៅក្នុងមួយមុខប៉ុន្តែចូលរួមចំណែកច្រើនណានៅក្នុងការកសាងសេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាជននិយាយឲ្យចំទៅគឺជួយឲ្យប្រជាជនគាត់មានចំណូលមានលុយកាន់នៅក្នុងដៃបំវិលរាល់ថ្ងៃហើយអាចកាត់បន្ថយបំណុលបានបង្កើនប្រាក់ចំណូលហើយប្រាក់សន្សំនៅក្នុងហៅប៉ៅរបស់គាត់ដែលធ្វើឲ្យសេដ្ឋកិច្ចហ្នឹងគឺអាចមានភាពល្អប្រសើរហើយជួយអីបន្ថែមទៀតគឺជួយកាត់បន្ថយការចំណាក់ស្រុករបស់ពួកគាត់ទៅបរទេសចា៎ពីព្រោះអីគាត់នៅផ្ទះគាត់អាចដាំដុះគាត់អាចធ្វើកិច្ចការងារផ្សេងទៀតគាត់អាចថែទាំកូនគាត់អាចចិញ្ចឹមសត្វឬគាត់អាចប្រកបអាជីវកម្មផ្សេងទៀតក្រៅពីការដាំស្លឹកគ្រៃឬក៏វត្ថុធាតុដើមដើម្បីផ្គត់ផ្គង់ទៅឲ្យសិប្បកម្មឬក៏រោងចក្រនៅពេលដែលពួកគាត់នៅផ្ទះគាត់ធ្វើការងារបានច្រើនហើយគាត់មានចំណូលធានាទៅដល់និរន្តរភាពនៃការផ្គត់ផ្គង់វត្ថុធាតុដើមពាក់កណ្ដាលសម្រាប់ហ្នឹងទៅឲ្យសិប្បកម្មទៅឲ្យសហគ្រាសឬក៏រោងចក្រនៅក្នុងស្រុកអញ្ចឹងធ្វើឲ្យលំហូរសេដ្ឋកិច្ចធ្វើឲ្យលំហូរកិច្ចការងារអភិវឌ្ឍប្រទេសអភិវឌ្ឍសេដ្ឋកិច្ចហ្នឹងគឺវាមាននិរន្តរភាពគឺវាវិលរហូតហើយវាដើរទៅរហូតហើយធានាថាវាមិនដាច់នៅក្នុងការផ្គត់ផ្គង់ព្រៀបមេឌៀចែករំលែកព័ត៌មាននិងចំណេះដឹង